bạn xuống group chụp điệp xua ở lô lô sấy đại chia nhà nạp chia ba sơ san sơ từng ó hay cái xong group chụp điệp xua đó là con được cái nia đại chỉ nè sắc xa đến son trong chiếc đăng này bị sao ông lễ vì cầm đặt mù lực hàn cứ cứ nơi tham khai đấy trong nâng bằng riêng vì mù lực hàn cứ này cả an so crom này bị sao ông lễ vì so e rồi từ đó là so gì chân cái xong mở chặt đau mưa video này thằng ông nia xong cho tập thì muốn chi nào mù lực hàn cứ alphabet chẳng mô lực than cứ này so cromភាសាអង់គ្លេសគឺមានចំនួន26តួអក្សរចឹងគឺមានអក្សរ A B C D E F G H I J K L M N O P Q R S T U V W X Y Z or sometimes we read this Z sound Z ចូលក្នុង ចឹងគឺបាញ់ខ្ញុំបានអានពីអក្សរ A រហូតដល់អក្សរ C រួចហើយឥឡូវខ្ញុំនឹងអានវាម្ដងទៀតដើម្បីឲ្យលោកអ្នកដែលជាអាណាព្យាបាលក៏ដូចជាកូនៗទាំងអស់គ្នាបានដឹងពីរបៀបនៃការបញ្ចេញសំឡេងនៃតួអក្សរមួយៗឲ្យកាន់តែច្បាស់ជាងមុនទៀតគឺសូមតាមដាននៅវីដេអូនេះទាំងអស់គ្នា A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  ចូល B B C C D D E E F F G G H H ចឹងជួនកាលអក្សរ H នេះគឺ H គឺយើងអានថា Hage Hage ចឹងបើសិនជាកូនៗចង់អានជាសំឡេង H ក៏បានឬក៏កូនៗចង់អានជាអក្សរសំឡេង Hage ក៏បានដែរ I J J K K L L M M N N O O P P Q Q R R S S T T U U V V W W X X Y Y Z Z ចឹងចំពោះអក្សរ Z នេះជួនកាលគឺយើងអានថា Z ចឹងបើសិនជាយើងអានថា Z មានន័យថាយើងកំពុងតែរៀនអានទៅតាមសំឡេង British English ប៉ុន្តែនៅពេលដែលយើងអានថា Z គឺមានន័យថាគឺយើងកំពុងតែរៀនអានបញ្ចេញសំឡេងទៅតាម American English បាទចឹងគឺវីដេអូរបស់ខ្ញុំគឺបានឈានមកដល់ទីបញ្ចប់ហើយចឹងក៏សូមអរគុណអស់លោកអ្នកដែលជាអ្នកអាណាព្យាបាលសិស្សានុសិស្សក៏ដូចជាកូនៗដែលជាសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់ចេះអានច្បាស់អំពីមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសគឺកូនៗក៏ដូចជា
លោកអ្នកដែលជាអាណាព្យាបាលអាចតាមដានវីដេអូនេះមើលម្ដងហើយម្ដងទៀតហើយបើសិនជាមើលហើយគិតថាវីដេអូនេះមានប្រយោជន៍ក៏សូម share ជូនមិត្តភ័ក្តិរបស់កូនក៏ដូចជាអស់លោកអ្នកដែលជាអ្នកអាណាព្យាបាលមានបំណងចង់ឲ្យវីដេអូនេះបានទៅដល់អ្នកផ្សេងទៀតដើម្បីបានមើលបានចេះដឹងដែរនោះក៏សូមជួយ share ចែករំលែកបន្តគ្នាផងបាទសូមអរគុណនិងសូមជម្រាបលាមកជួបគ្នានៅវីដេអូក្រោយ